ដែលសារអ៊ីស្រាអែលជួបនឹងវិបត្តិព្រះជាម្ចាស់តែងតែលើកដំកើងពួកចៅហ្វាយដើម្បីជួយពួកគេឲ្យជំនះរាល់ការលំបាកទោះជាយ៉ាងណាក៏ដោយប្រជាជនអ៊ីស្រាអែលមិនចង់បានពួកចៅហ្វាយឡើយពួកគេបានទៅរកលោកសាំយូអែលហើយសូមឲ្យលោកតែងតាំងស្ដេចមួយអង្គដូចជាប្រជាជាតិដទៃទៀតដែរលោកសាំយូអែលមានចិត្តខឹងយ៉ាងខ្លាំងប៉ុន្តែព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកឲ្យធ្វើតាមអ្វីដែលពួកគេចង់បានដូច្នេះលោកសាំយូអែលបានបញ្ជាឲ្យប្រជាជនអ៊ីស្រាអែលទាំងអស់ចេញមកមុខគឺក្នុងមួយពូជអម្បូរមានបុរស 1000 នាក់ហើយធ្វើការចាត់ឆ្នោតក្នុងចំណោមពួកគេពូជអម្បូរបេនយ៉ាមីនត្រូវបានជ្រើសរើសហើយបុគ្គលចុងក្រោយដែលត្រូវបានជ្រើសរើសធ្វើជាស្ដេចគឺសូលបានក្លាយជាស្ដេចដំបូងគេនៃប្រទេសអ៊ីស្រាអែលសូម្បីតែបន្ទាប់ពីក្លាយជាស្ដេចក៏ដោយក៏សូលមិនបានធ្វើបាបអ្នកដែលមិនបានធ្វើតាមលោកដែរទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីឈ្នះសង្គ្រាមប្រឆាំងនឹងសាសអាម៉ូននិងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាជនសូលក៏ចាប់ផ្ដើមផ្លាស់ប្ដូរជំនួសឲ្យការស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សូលបែរជាសម្លឹងមើលភ្នែកប្រជាជនហើយធ្វើអ្វីៗដែលផ្គប់ចិត្តពួកគេទៅវិញលោកខ្លាចមនុស្សតែមិនខ្លាចព្រះឡើយលោកសាំយូអែលបានទៅជួបសូលហើយបានប្រមានលោកជាច្រើនលើកជាច្រើនសារប៉ុន្តែសូលនៅតែបន្តប្រព្រឹត្តកំហុសដដែលព្រះជាម្ចាស់មានព្រះទ័យស្ដាយក្រោយដែលបានតែងតាំងសូលជាស្ដេចហើយទ្រង់សពព្រះハរតីជ្រើសរើសបុរសម្នាក់ដែលគិតគូរពីព្រះハរតីរបស់ព្រះជាម្ចាស់ជាជាងគិតគូរពីចិត្តមនុស្សឲ្យមកធ្វើជាស្ដេចទី2នៃសាសអ៊ីស្រាអែលលោកសាំយូអែលបានធ្វើដំណើរទៅកាន់ភូមិបេតលេហឹមតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ការធ្វើដំណើរនេះគឺដើម្បីទៅជួបនឹងស្ដេចទី2នៃសាសអ៊ីស្រាអែលដែលព្រះអង្គបានជ្រើសរើសលោកបានប្រាប់ស្ដេចសូលថាលោកទៅភូមិបេតលេហឹមដើម្បីថ្វាយយ៉ាញ់បូជាដល់ព្រះជាម្ចាស់ហើយលោកក៏បានអញ្ជើញលោកអ៊ីសាយនិងកូនប្រុសៗរបស់គាត់មកចូលរួមផងដែរនៅពេលដែលអេលៀបដែលជាកូនច្បងរបស់លោកអ៊ីសាយបានបង្ហាញខ្លួននៅចំពោះលោកសាំយូអែលលោកក៏មានចិត្តទាក់ទាញនឹងរូបរាងខាងក្រៅរបស់គេភ្លាមៗតែម្ដងលោកជឿជាក់យ៉ាងច្បាស់ថាអេលៀបនឹងក្លាយជាស្ដេចមិនខានប៉ុន្តែព្រះជាម្ចាស់មានព្រះបន្ទូលទៅលោកថាកុំឲ្យមើលតែរូបរាងខាងក្រៅឬកម្ពស់នោះឡើយត្បិតអញមិនទទួលអ្នកនេះទេពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តីដែលមនុស្សលោកពិចារណាមើលទេឯមនុស្សលោកតែងមើលតែរូបពាខាងក្រៅប៉ុណ្ណោះតែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញបន្ទាប់ពីនោះមកចាប់តាំងពីកូនប្រុសទី2របស់លោកអ៊ីសាយរហូតដល់កូនទាំង7នាក់បានដើរកាត់មុខលោកសាំយូអែលម្ដងម្នាក់ប៉ុន្តែគ្មាននរណាម្នាក់ដែលព្រះជាម្ចាស់សពព្រះハរតីឡើយលោកសាំយូអែលក៏សួរលោកអ៊ីសាយថាអ្នកមានកូនតែប៉ុណ្្នឹងទេឬអីលោកអ៊ីសាយឆ្លើយថាគាត់នៅមានកូនប្រុសម្នាក់ទៀតកូនប្រុសរបស់លោកអ៊ីសាយដែលមិននៅទីនោះគឺកំពុងខ្វៀលឈាមទោះបីជាហោរាដ៏អស្ចារ្យបំផុតនៃសាសអ៊ីស្រាអែលបានមកដល់ផ្ទះក៏ដោយក៏កូនពៅរូបនេះមិនត្រូវបានគេអញ្ជើញឡើយគឺគេកំពុងនៅខ្វៀលឈាមកូនពៅដែលសមាជិកក្នុងផ្ទះមិនសូវឲ្យតម្លៃនេះឯងដែលកំពុងធ្វើការងារនោះឈ្មោះរបស់កូនប្រុសម្នាក់នេះត្រូវបានគេបង្ហើបឲ្យដឹងនៅពេលក្រោយគឺឈ្មោះថាដាវីតលោកសាំយូអែលបានប្រាប់ឲ្យពួកគេទៅហៅកូនពៅនោះមកជាបន្ទាន់គេនិយាយថាដាវីតមានសម្បុរស្រស់បោះមានភ្នែកស្រស់ល្អនិងមានរូបជាទីពេញចិត្តព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកសាំយូអែលថាឲ្យចូលទៅចាក់ប្រេងឲ្យចោះត្បិតគឺអ្នកនេះហើយព្រះជាម្ចាស់ដែលតូចមើលក្នុងចិត្តទ្រង់ឃើញថាតើមានចំណុចអ្វីខ្លះក្នុងចិត្តរបស់ដាវីតទើបលោកត្រូវបានជ្រើសរើសឲ្យធ្វើជាស្ដេចទី2របស់ប្រទេសអ៊ីស្រាអែលទោះជាយ៉ាងណាក៏ដោយប្រសិនបើយើងអានព្រះគម្ពីរសាំយូអែលយើងនឹងឃើញថាដាវីតក៏បានប្រព្រឹត្តកំហុសជាច្រើនដូចជាសូលដែរប៉ុន្តែរាល់ពេលដែលប្រព្រឹត្តខុសដាវីតតែងតែប្រែចិត្តពីកំហុសរបស់ខ្លួននឹកចាំពីព្រះបន្ទូលហើយផ្លាស់ប្ដូរចិត្តគំនិតដើម្បីដាក់ព្រះជាម្ចាស់ជាអត្ថិភាពនៃជីវិតវិញលោកមិនដែលប្រព្រឹត្តកំហុសដែលលោកធ្លាប់ធ្វើពីមុនម្ដងទៀតឡើយព្រះជាម្ចាស់សពព្រះハរតីនឹងចិត្តបែបនេះណាស់បងប្អូនទាំងអស់គ្នាអើយយើងក៏អាចធ្វើខុសនិងប្រព្រឹត្តកំហុសបានដែររាល់ពេលដែលមានរឿងបែបនេះកើតឡើងខ្ញុំសង្ឃឹមថាបងប្អូននឹងនឹកចាំពីសាច់រឿងរបស់សូលនិងដាវីតនៅក្នុងសេចក្តីបង្រៀនថ្ងៃនេះប្រសិនបើយើងផ្លាស់ប្ដូរគំនិតនិងសកម្មភាពដ៏ខុសឆ្គងហើយរស់នៅថ្វាយព្រះជាម្ចាស់ដោយអស់ពីចិត្តដូចជាដាវីតនោះព្រះជាម្ចាស់នឹងទតឃើញដួងចិត្តបែបនោះហើយទ្រង់នឹងសពព្រះハរតីជាខ្លាំង